thìនេះហើយខ្ញុំប្រឹកមិញក៏បានទៅដល់គោលដៅនឹងរៀបចំសពអូនប្រុសដើម្បីមានរថយន្តដឹកជញ្ជូនយកមកដល់ទីនេះគឺមានធ្វើពិធីគោរពបាទអនុញ្ញាតគោរពជំរាបសួរឯកឧត្តមលោកជំទាវលោកស្រីបាទពុកម៉ែបងប្អូនក៏ដូចជាមន្ត្រីរាជការទាំងអស់ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអន្លង់ថ្នោតស្រុកក្រកខេត្តពោធិ៍សាត់ទាំងអស់ជាទីគោរពផងដែរបាទនៅថ្ងៃទី12ខែធ្នូឆ្នាំ2025នេះដែរលោកវរៈស្នេហ៍ត្រីស្វាយសរិទ្ធមេបញ្ជាការរងកងអនុសេនាធំនៃកងការពារព្រំដែនផ្លូវគោកលេខ501ដែលបានពលីជីវិតនៅក្នុងពុបហេតុការពារមរណភាពទឹកដីនៅក្នុងភូមិសាស្ត្រឃុំថ្មដាខេត្តពោធិ៍សាត់នៅជនអាយុ45ឆ្នាំបាទឃើញថាថ្ងៃនេះដែរបាទក៏មានវត្តមានឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងឯកឧត្តមមករាប្រធានក្រុមប្រឹក្សាខេត្តដែលបានដឹកនាំប្រតិភូខេត្តចូលរួមរំលែកទុក្ខដល់ក្រៀមក្រំនៃគ្រួសារនៃសពលោកវរៈស្នេហ៍ត្រីស្វាយសារិទ្ធមេបញ្ជាការរងកងអនុសេនាធំនៃកងការពារព្រំដែនផ្លូវគោកលេខ501ដែលបានពលីជីវិតក្នុងពុបហេតុការពារមរណភាពទឹកដីក្នុងភូមិសាស្ត្រឃុំថ្មដាដែលនៅក្នុងជនអាយុ45ឆ្នាំនៅគេហដ្ឋាននៃសពដែលស្ថិតនៅក្នុងភូមិបន្ទាយក្រង់ឃុំអន្លង់ថ្នោតស្រុកក្រកោខេត្តពោធិ៍សាត់ហើយនៅពេលនេះដែរឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តលោកមានប្រសាសន៍ដាំផ្ញើទៅគ្រួសារនៃសពដូចតទៅការអបកម្លាំងប្រព័ន្ធអាញាធរដែលទៅគ្រប់លក្ខណៈប្រជាជនខេត្តពោធិ៍សាត់ទាំងមូលសូមគោរពដោយពលជាតិនេះនៅវិរៈភាពដ៏អស្ចារ្យអារបស់អូនប្រុសដែលជាយុទ្ធជនអត់មុតតស៊ូឥឡូវនេះយើងមានកូនដល់15នាក់នៅក្នុងបន្ទប់ហើយឥឡូវនេះអំបញ្ញនេះគឺជាទឹកចិត្តរបស់លោកជំទាវអគ្គទេសាភិបាលធនាគារជាតិកម្ពុជារបស់យើងហើយរួមបឋមពិសេសគឺជីវភាពស្បៀងប្រចាំថ្ងៃប្រចាំខែដែលបងស្រីដែលទទួលបន្ទុកចិញ្ចឹមកូនដល់តែ5នាក់ការបាត់បង់ជីវិតក្នុងអត្តន័យជាទីបំផុតដោយក្តីគោរពស្រឡាញ់ពីនេះហើយខ្ញុំប្រឹកមិញក៏បានទៅដល់គោលដៅនឹងរៀបចំសពអូនប្រុសដើម្បីមានរថយន្តដឹកជញ្ជូនយកមកដល់ទីនេះគឺមានធ្វើពិធីគោរពដើរបងមកជាមួយក្រុមគ្រួសារយើងវិញអញ្ចឹងក្នុងអត្តន័យនេះបងស្រីតែបានពលីទាំងអស់នេះសូមទទួលបាននៅទីកក់ក្ដៅពីអាជ្ញាធរដែនដីក្នុងទីអង្គភាពនេះ13លានរៀលហើយលោកជំទាវជាសេរីគឺអគ្គលេខាធិការធនាគារជាតិគឺ10លានបាទសរុប23លានរៀលហើយក្នុងនោះក៏យើងមានមានសម្ភារៈនៅក្នុងពិធីបុណ្យនេះគឺយើងឧបត្ថម្ភទាំងស្រុងពិសេសគឺថ្លៃរោងថ្លៃអីនេះគឺរដ្ឋបាលខេត្តគឺមកការចាត់ការទាំងអស់រកចុងភៅចុងអីទាំងអស់នៅក្នុងពិធីបុណ្យនេះគឺយើងអត់ពិបាកទេហើយថវិកាដែលបានទៅនេះគឺសូមឲ្យបងស្រីទុកសម្រាប់ប្រើប្រាស់អ្វីដែលជាចាំបាច់ជាមួយគ្រួសារសូមអរគុណសូមគោរពបាទក្នុងនោះផងដែរឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ក៏បានដុតធូបបានគោរពវិញ្ញាណក្ខន្ធដល់កងទ័ពក៏ដូចជាវីរៈជនដ៏អង្អាចក្លាហានដែលការពារមរណភាពទឹកដីនៃប្រទេសកម្ពុជាយើងផងដែរនៅឱកាសពេលនោះដែរឯកឧត្តមក៏មានប្រសាសន៍បាទសំណេះសំណាលក៏ដូចជាផ្ដាំផ្ញើទៅដល់ក្រុមគ្រួសារនៃសពផងដែរបាទដូចនេះសូមគោរពឯកឧត្តមលោកជំទាវលោកស្រីស្ដាប់ប្រសាសន៍ឯកឧត្តមដូចតទៅត្រីមួយប្រូតូននេះរៀនខំរៀនណាការបដិញ្ញាចិត្តពលីជីវិតរបស់ពុកយើងដើម្បីទៅរកដល់គោលដៅវិជ្ជមានមួយអនាគតខ្លួនយើងគ្រួសារយើងឥឡូវនេះបណ្ដាប់ចាប់ដើមជួយមើលបងប្អូនទាំងអស់ចឹងអត់ពេកប្រភេទបានទេទាំងពេលវេលាទាំងការរៀនសូត្រគ្រប់គឺអត់ខ្ជិះខ្ជាយទេនេះទៅសូមចូលទៅអាដាមសាលីមីក្រូលោកហើយនេះចាញ់ចាំមកនេះខ្ញុំចំណាយរៀននៅនៅអន្តរជាតិជួយប្រទេសយើងទទួលរងការប្រកបសារការជំទាវរបស់យើងគឺស្កាត់ជាស្កាត់គឺមានស្កាត់អភិភាពរបស់អវតសាការាហោបាទុយធម្មនៃប្រកបជាម្ចាស់រដ្ឋអង្គសត្វព្រះមានាងជាយេកតាធនជាអនន្តទេវិយស្វន្តបានវេទយងសាពេលោកាមិយការសិក្សាដល់ការជួយវត្តរបស់អ្នកដងខែតដង
ជុំវិញដេញជុំវិញខែទាំងខ្លះអត់ต้องបាទអត់ต้องណានំបាទនំអត់ដល់បាត់ហើយយើងគុំក្នុងមកទៀតណែថ្មដានេះវាដល់ចូលប្រទេសមកឈប់រុញចូលមកដល់ប្រទេសមុខនេះយើងចានជួបទៅกันอ๋อถ้าต้องดูตาตาเพียงสองจุดหน้าบ้าน